បាទសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីនៅក្នុងបរិយាកាសដ៏កក់ក្ដៅនិងស្និទ្ធស្នាលក្នុងនាមជាអភិបាលខេត្តជាមួយប្រជាពលរដ្ឋនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025នេះឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញចុះជួបសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ជាអាវរងានិងថវិកាផ្ទាល់ខ្លួនជូនដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចកាវ៉ែតនិងខ្មែរអ៊ីស្លាមចំនួន710នាក់ដែលរស់នៅឃុំសន្តិភាពស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងពិធីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ឥតងាករេរបស់ថ្នាក់ដឹកនាំខេត្តនិងរាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងមូលដ្ឋានអំណោយដែលឯកឧត្តមអភិបាលខេត្តផ្ដល់ជូននាពេលនេះគឺមានជាអាវរងាសម្រាប់ពាក់ការពារភាពត្រជាក់ក្នុងរដូវរងានិងថវិកាម្នាក់ៗទទួលបាន 10000 រៀលដែលជាកាយវិការដ៏សប្បុរសជួយសម្រាលបន្ទុកជីវភាពនិងបង្ហាញពីភាពកក់ក្ដៅនៅក្នុងនាមជាថ្នាក់ដឹកនាំមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានគូបញ្ជាក់ថាការចុះមកពេលនេះគឺដើម្បីនាំមកនៅការគិតគូរខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែផ្ដោតសំខាន់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ឬសាសនាឡើយឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថាថ្នាក់ដឹកនាំកម្ពុជាតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កលៈទេសៈគ្រប់ពេលវេលាយើងនៅរួមសុខទុក្ខជាមួយគ្នាជានិច្ចមិនរត់ចោលប្រទេសឬបោះបង់បងប្អូននៅឯកោឡើយទន្ទឹមនឹងការចែកអំណោយឯកឧត្តមក៏បានផ្ដាំផ្ញើដោយក្តីស្រឡាញ់ដល់បងប្អូនទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ពោះលើការថែរក្សាសុខភាពនិងអនាម័យជាប្រចាំដើម្បីរក្សាបាននូវភាពរឹងមាំសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារឯកឧត្តមក៏បានជំរុញយ៉ាងទទូចទៅដល់ឪពុកម្ដាយគ្រប់រូបឲ្យផ្ដល់អាទិភាពនិងឱកាសដ៏ល្អបំផុតដល់កូនៗបានបន្តការសិក្សាឲ្យបានចប់សពគ្រប់ឯកឧត្តមក៏បានសង្កត់ធ្ងន់ថាការអប់រំគឺជាគន្លឹះមាសដែលអាចធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅយើងនិងជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ